នេះគឺជាការិយាល័យទូទៅមួយយើងឃើញមានតុធ្វើការកុំព្យូទ័រលើតុនិងម៉ាស៊ីនព្រីនជាដើមហើយក៏មានកុំព្យូទ័រយួរដៃទូរស័ព្ទចល័ត VPN និង Cloud Computing គឺឧបករណ៍និងសេវាទាំងនេះហើយដែលអនុញ្ញាតឲ្យបុគ្គលិកធ្វើការនៅពេលគាត់ធ្វើដំណើរយោងតាមក្រុមហ៊ុន EasyCom ការិយាល័យនាពេលអនាគតដែលមានប្រសិទ្ធភាពខ្ពស់អាចត្រូវឲ្យបុគ្គលិកធ្វើការពេលធ្វើដំណើរបានយើងឃើញថាអ្នកប្រើប្រាស់ជាមួយនឹងឧបករណ៍របស់គាត់កាន់តែមានភាពចល័តច្រើនអញ្ចឹង EasyCom ឃើញថាការិយាល័យត្រូវតែមានភាពចល័តដែរសម្រាប់ទៅអនាគតយើងមានកញ្ចប់សេវាដូចជា VPN និង Co-location ដែលមានគុណភាពខ្ពស់និងសុវត្ថិភាពអាចទុកចិត្តបានសម្រាប់អតិថិជនរបស់យើងឲ្យគាត់មានទំនុកចិត្តមានភាពចល័តនឹងកាន់តែច្រើនដែរយោងតាមក្រុមហ៊ុន EasyCom នេះនឹងមិនគ្រាន់តែជានិន្នាការមួយប៉ុណ្ណោះទេតែវានឹងក្លាយជាភាពចាំបាច់នៅថ្ងៃអនាគតឆាប់ៗនៅឆ្នាំ2015សមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន AAC នឹងប្រែក្លាយតំបន់ទាំងមូលទៅជាទីផ្សារនិងមូលដ្ឋានផលិតកម្មរួមគ្នាតែមួយដែលអនុញ្ញាតឲ្យមានការផ្លាស់ប្ដូរទំនិញសេវាកម្មទុនវិនិយោគនិងកម្មករជំនាញដោយសេរីក្រោយសមាហរណកម្មនេះក្រុមហ៊ុនកម្ពុជាចាំបាច់ត្រូវបង្កើនប្រសិទ្ធភាពរបស់ខ្លួនដើម្បីបន្តមានភាពប្រកួតប្រជែងខ្ពស់យើងឃើញថាអាជីវកម្មក្នុងតំបន់អាស៊ាននិងជាអន្តរជាតិកំពុងដើរតួនាទីកាន់តែសំខាន់ឡើងក្នុងអាជីវកម្មរបស់អតិថិជនដូច្នេះសេវាដែលប្រើប្រាស់ Cloud និងការិយាល័យដែលមានភាពចល័តច្រើនក្លាយជាមានសារៈសំខាន់ខ្លាំងឡើងចំពោះអតិថិជនតម្រូវការក៏ចាប់ផ្ដើមមានច្រើនហើយយើងជឿថានិន្នាការនេះនឹងបន្តកើនឡើងបន្ថែមទៀតនៅថ្ងៃអនាគតខណៈដែលការប្រកួតប្រជែងកើនឡើងឥតឈប់ឈរបណ្ដាក្រុមហ៊ុនត្រូវការរាល់ជំនួយទាំងអស់ដែលពួកគេអាចទទួលបានហេតុនេះហើយទើបក្រុមហ៊ុន EasyCom ណែនាំឲ្យអតិថិជនប្រើប្រាស់បច្ចេកវិទ្យា Data Co-location, VPN និង Cloud Computing ដើម្បីបង្កើនប្រសិទ្ធភាពរបស់ខ្លួនជាមួយនឹងបរិក្ខារទាំងនេះបុគ្គលិកដូចជាពួកគាត់អាចធ្វើការបានពីគ្រប់ទីកន្លែងគ្រប់ពេលវេលាពួកគាត់ក៏នឹងត្រៀមខ្លួនល្អប្រសើរសម្រាប់ការធ្វើសមាហរណកម្មអាស៊ាននិងគ្រប់យ៉ាងដែលសមាហរណកម្មពំនាំមកផងដែរ